ភ្លាមនោះគាត់បានងាកក្បាលហើយសង្កេតឃើញថាអ្នកក្រោមបង្កប់ស្រីរបស់គាត់កំពុងចង់ខ្សែស្បែកជើងឲ្យនាងយឺតដោយមិននឹកស្មានដល់នាយកប្រតិបត្តិដែលតែងតែឃ្លាតឆ្ងាយពីគេនោះបានអង្គុយចុះដោយស្ងៀមស្ងាត់គាត់បានចង់ខ្សែស្បែកជើងរបស់ក្មេងស្រីនោះយ៉ាងថ្នមក្មេងស្រីនោះបានដកជើងរបស់នាងចេញដោយសភាពគិតប៉ុន្តែដៃធំរបស់ប្រធានាធិបតីបានទាញគាត់ត្រឡប់មកវិញគាត់ឈរលើជើងខាងមួយភ្លឺនិងស្រស់ស្អាតដោយភ័យស្លន់ស្លោគាត់បានចាប់ស្មាប្រធានាធិបតីភ្នែករបស់ពួកគេបានជួបគ្នាភ្លាមពេលវេលាបានឈប់ស្ងៀមនៅពេលនេះបរិយាកាសមិនច្បាស់លាស់មួយបានបំពេញខ្យល់ឧត្តមសេនីយ៍គឺជាមនុស្សដំបូងដែលបានងើបឡើងវិញពីការឡោមព័ទ្ធគាត់ដកដៃចេញដោយឆ្កងមេបញ្ជាការបានកត់សម្គាល់ឃើញស្ថានភាពលំបាករបស់គាត់ធ្វើពុតជាស្ដីបន្ទោសគាត់ដែលមិនដឹងពីរបៀបចងខ្សែស្បែកជើងនៅអាយុរបស់គាត់បន្ទាប់មកគាត់បានបង្រៀនឧត្តមសេនីយ៍ដោយអត់ធ្មត់និងយ៉ាងល្អិតល្អន់អំពីរបៀបចងខ្សែស្បែកជើងរបស់គាត់កាយវិការនីមួយបង្ហាញពីភាពទន់ភ្លន់និងការយកចិត្តទុកដាក់គ្មានព្រំដែនសម្លឹងមើលទឹកមុខផ្ដោតអារម្មណ៍របស់មេបញ្ជាការគំនិតរបស់ឧត្តមសេនីយ៍បានរសាត់ត្រឡប់ទៅរកកុមារភាពរបស់គាត់ពេលនោះនីតិហ៊ានក៏អង្គុយចុះក្បែរគាត់បែបនេះដែលខ្ញុំបានបង្រៀនគាត់ពីរបៀបចងខ្សែស្បែកជើងរបស់គាត់មួយជំហានម្ដងនាងថែមទាំងបានសុំឲ្យគាត់ហៅនាងថាបងប្រុសជាការសងប្រាក់ទៀតផងខ្ញុំមិនដែលស្រមៃថាច្រើនឆ្នាំនឹងកន្លងផុតទៅយ៉ាងនេះទេខ្ញុំនៅតែមិនទាន់ស្ទាត់ជំនាញកិច្ចការសាមញ្ញមួយគឺចងខ្សែស្បែកជើងរបស់ខ្ញុំនៅឡើយទេវាពិតជាទាំងគួរឲ្យអស់សំណើចនិងគួរឲ្យខឹងសម្បាឧត្តមសេនីយ៍បានភ្ញាក់ពីដំណេករបស់គាត់សម្លឹងមើលមេតបដែលដើរទៅមុខចិត្តខ្ញុំពោពេញទៅដោយអារម្មណ៍ចម្រុះហុយស្រួយណាស់ខ្ញុំបានប្រាប់អ្នកហើយថាអ្នកមិនសាកសមមកទីនេះទិញរបស់របរទេអ្នកនៅតែមិនជឿខ្ញុំសម្លឹងមើលឧត្តមសេនីយ៍ដែលកំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងឡានព្រោះរដូវរបស់គាត់មកដល់មុនមួយខែភ្នែករបស់មេតបពោពេញដោយការឈឺចាប់ក្នុងចិត្តនីតិហ៊ានមិនអាចទ្រាំនឹងដាស់គាត់បានទេគ្រប់គាត់ដោយប្រុងប្រយ័ត្នដោយភួយនាងថែមទាំងបានសិតសក់រញ៉េញ៉ៃរបស់គាត់ដោយថ្នមទៀតផងសម្រាប់ឧត្តមសេនីយ៍នីតិហ៊ានបានប្រមូលភាពក្លាហានហើយដោយមិនអើពើនឹងឋានៈរបស់ខ្លួនជាបុរសបានចូលទៅក្នុងហាងលក់ទំនិញមួយដើម្បីជ្រើសរើសកន្សែងអនាម័យប្រឈមមុខនឹងទំនិញជាច្រើនប្រភេទនៅលើធ្នើគាត់បានខាត់បងមួយរយៈខ្ញុំរាន់តែយកកាបូបនីមួយមិត្តប្រុសរបស់អ្នកដទៃមិនដែលធ្វើឲ្យខកចិត្តឡើយទោះយ៉ាងណាក៏ដោយនៅពេលទូទាត់ប្រាក់នីតិហ៊ានមានការភ្ញាក់ផ្អើលចំពោះនារីគិតលុយនៅពីមុខគាត់បើទោះបីជាគាត់ព្យាយាមលាក់បាំងអត្តសញ្ញាណរបស់គាត់ជាមួយនឹងការតុបតែងខ្លួនដ៏គ្មានកំហុសរបស់ធ្លុកក៏ដោយប៉ុន្តែមេតបបានស្គាល់គាត់ភ្លាមថាជាអ្នកដែលបានជួយឧត្តមសេនីយ៍ចេញពីបន្ទប់គេងរបស់គាត់នៅពិធីជប់លៀងមិត្តស្រីខ្លាំងៗដែលបានកំពុកស្រាពេញខ្លួននាងមេបញ្ជាការមិនបានលាតត្រដាងគាត់នៅនឹងកន្លែងទេផ្ទុយទៅវិញស្នាមញញឹមដ៏អាក្រក់មួយបានរួញនៅជ្រុងមាត់របស់គាត់សូមឲ្យលីលីយកតេម៉ូសមកហើយចាក់ទឹកក្តៅចូលបន្ទាប់មកនាងបានញ៉ាំតែខ្ញីស្ករត្នោតយឺតនៅចំពោះមុខគាត់ប្រសិនបើតែខ្ញីស្ករត្នោតក្តៅបន្ហំមួយពេកនេះត្រូវប្រឡាក់លើមុខរបស់អ្នកតើវានឹងមានអារម្មណ៍យ៉ាងណាពេលលើដូច្នេះលីលីបានដឹងថាសេនាប្រមុខបានស្គាល់នាងសម្លេងផ្ដោតអារម្មណ៍ទៅកាន់ហ៊ីវប៉ុន្តែផ្ទុយទៅវិញមេបញ្ជាការបានបញ្ឆោតគាត់ទីបំផុតនីតិហ៊ានក៏ចាក់ចេញទៅដោយពេញចិត្តដោយកាន់កាបូបទិញអីវ៉ាន់របស់គាត់ដើម្បីកុំឲ្យរំខានដល់ការគេងទូទៅនៅក្នុងឡាននេះទីហ៊ានឈរស្ងៀមនៅខាងក្រៅឡានរងចាំបន្ទាប់ពីឧត្តមសេនីយ៍ភ្ញាក់ពីដំណេកនីតិហ៊ានបានប្រគល់តែខ្ញីស្ករត្នោតមួយពេងដែលកំពុងពុះកញ្ជ្រោលឃើញទឹកមុខពេញចិត្តនិងភ្ញាក់ផ្អើលរបស់ឧត្តមសេនីយ៍នីតិហ៊ានក៏ញឹមយ៉ាងស្រស់ស្រាយផងដែរប៉ុន្តែឧត្តមសេនីយ៍ទើបតែដើរចូលទៅក្នុងផ្ទះលីលីឆក់យកកាបូបទិញអីវ៉ាន់ពីដៃគាត់ពួកគេបានរកឃើញថារបស់របរនៅខាងក្នុងគឺជាកន្សែងអនាម័យដែលពួកគេបានលក់ខ្ញុំស្ទើរតែមិនជឿថាទំនាក់ទំនងរវាងឧត្តមសេនីយ៍និងមេតបបានវិវត្តយ៉ាងឆាប់រហ័សយ៉ាងនេះទេឧត្តមសេនីយ៍ចង់ពន្យល់ទោះជាយ៉ាងណាក៏ដោយលីលីបានទូចថាអ្នកទាំងពីរពិតជាបានណាត់ជួបគ្នារួចហើយទុកចោលដោយគ្មានជំរឿផ្សេងទៀតឧត្តមសេនីយ៍គ្មានជំរឿអ្វីក្រៅពីបញ្ជូនលីលីទៅក្នុងផ្ទះបាយដោយលេខថាគាត់ឃ្លាននោះទេបន្ទាប់ពីលីលីចេញទៅឧត្តមសេនីយ៍បានសម្លឹងមើលតេម៉ូសនៅក្នុងដៃរបស់គាត់រំលឹកឡើងវិញនៅសកម្មភាពដ៏កក់ក្ដៅជាច្រើនរបស់សេនាប្រមុខនៅថ្ងៃនេះខ្ញុំមិនអាចជួយអ្វីបានក្រៅពីសង្ស័យពីចេតនារបស់មេបញ្ជាការនោះទេដើម្បីបញ្ជាក់ពីចំណុចរបស់គាត់នៅថ្ងៃបន្ទាប់នៅកន្លែងធ្វើការឧត្តមសេនីយ៍បានលេចមុខដោយចិត្តនានៅលើផ្លូវដែលជិះមិនរួចរបស់សេនាប្រមុខខ្ញុំចង់ឃើញប្រតិកម្មរបស់គាត់ដោយមិននឹកស្មានដល់នីតិហ៊ានបានប្រងើយកន្តើយនឹងគាត់ទាំងស្រុងរឿងនេះធ្វើឲ្យបេះដូងរបស់ឧត្តមសេនីយ៍ត្រជាក់ភ្លាមដោយមិនព្រមចុះចាញ់គាត់បានត្រឡប់ទៅកាន់តំណែងវិញហើយបានតាក់ទាញចំណាប់អារម្មណ៍របស់មេបញ្ជាការដោយមិននឹកស្មានដល់មេតបមានផែនការក្នុងចិត្តរួចហើយនីតិហ៊ានបានគប់បិចដែលនៅក្នុងដៃទៅលើដីដោយចេតនាបន្ទាប់មកដោយការទាត់យ៉ាងរហ័សគាត់បានរមៀលទៅចំហៀងឧត្តមសេនីយ៍ឃើញបិចធ្លាក់ក៏ទៅរើសវាឡើងភ្លាមនោះនីតិហ៊ានក៏បានលូកដៃទៅរើសត្រង់ដែលធ្លាក់នោះដែរភ្លាមនោះអ្នកទាំងពីរក៏ខិតជិតគ្នាយ៉ាងខ្លាំងសូម្បីតែការដកដង្ហើមក៏คล้ายជាមិនច្បាស់លាស់ដែរដោយដឹងពីអ្វីដែលបានកើតឡើងឧត្តមសេនីយ៍ក៏លែងដៃនាងយ៉ាងលឿនហើយត្រឡប់ទៅអង្គុយវិញសិតសក់យ៉ាងប្រញាប់ប្រញាល់ព្យាយាមបន្ធូរបន្ថយភាពមិនស្រួលប្រសិទ្ធភាពរើបានសម្រេចបន្ទាប់មកនីតិហ៊ានបាននិយាយដោយសម្លេងធ្ងន់ធ្ងរថាតើអ្នកបានស៊ើបអង្កេតយ៉ាងហ្មត់ចត់អំពីបញ្ជីបុគ្គលិកចាក់ចេញដែលខ្ញុំបានសុំឲ្យអ្នកមើលហើយឬនៅខ្ញុំបានតាក់ទងពួកគេរួចហើយខ្ញុំនឹងទៅទស្សនានៅរសៀលនេះប្រញាប់ឡើងយ៉ាងណាមិញនៅពេលយប់ឧត្តមសេនីយ៍បានត្រឡប់ទៅក្រុមហ៊ុនវិញដោយអស់សង្ឃឹមថៅកែបានសួរអំពីលទ្ធផលនៃការស្ទង់មិត្តឧត្តមសេនីយ៍អាចនិយាយបានតែយ៉ាងខ្សោយថាគាត់នឹងព្យាយាមទំនាក់ទំនងជាមួយភីគីមខាងទៀតម្ដងទៀតដោយសារតែភីគីមខាងទៀតមានភាពធន់ខ្លាំងនៅពេលរសៀលខ្ញុំត្រូវទៅកិច្ចប្រជុំក្នុងថ្នាក់នៅថ្ងៃស្អែកនៅពេលនេះបញ្ហានៅតែបន្តកើតមានសូមអបអរសាទរឱកាសពីរដែលនៅសល់ឥឡូវនេះមានឱកាសតែមួយគត់ដែលនៅសល់ហើយនៅពេលដែលឧត្តមសេនីយ៍ចិត្តអស់ប្រាជ្ញាលោក Ren Zheng ស្រាប់តែបានផ្ញើសារមួយដោយនិយាយថាលោកនឹងចូលរួមកិច្ចប្រជុំទាន់ពេលវេលាឧត្តមសេនីយ៍មានអារម្មណ៍រីករាយជាខ្លាំងរីកាព័ត៌មាននេះទៅលោកមេតបជាបន្ទាន់ប៉ុន្តែអ្វីដែលគាត់មិនបានដឹងនោះគឺថាគាត់កំពុងដើរមួយជំហានម្ដងចូលទៅក្នុងអន្ទាក់ដែលដាក់ដោយអ្នកផ្សេង